ក្រោយមកឈូសៀវក៏មកចូលរួមនៅក្នុងកម្មវិធីជប់លៀងអីមួយចឹងទៅហើយក៏ស្ដាប់ឮនៅកញ្ញាប្រមាណអ្នកកំពុងតែនិយាយអំពីលោកម្ចាស់ឈីវូហិនមកពីប៉ាឈីដែលកើតនឹងរៀបចំនៅការប្រកួតប្រជែងមួយដោយក្មេងចំណានក្រោយហើយក៏សន្យាថានរណាគេទទួលបានលេខ1គឺនឹងជួយចម្រាញ់វត្ថុទិព្វអោយចឹងទៅឈូសៀវស្ដាប់ឮហើយក៏ស្តៀងក៏សួរអប៉ែយួនហ្វៃបញ្ជាក់ឈីវូហិនគឺជាអ្នកជំនាញដែលបានចម្រាញ់គួយយួនមែនយួនហ្វៃក៏តបថានឹងហើយបែបនេះក៏ធ្វើឲ្យគេរាំងសប្បាយចិត្តបន្តិចដែរព្រោះគេក៏ចង់ចម្រាញ់អាវុធទិព្វប្រភេទនឹងដូចគ្នាហើយចៃដន្យអ្នកជំនាញចម្រាញ់អាវុធដ៏ល្បីល្បាញកំពុងតែធ្វើដំណើរមកកាន់កន្លែងនេះទៀតអញ្ចឹងក៏ចង់ចាប់យកឱកាសនឹងទៅហើយក៏បន្តគិតអំពីផែនការយកមិញដែលបានបរាជ័យដាក់ថ្នាំអំពុលទៅការស្ដេចត្រាញ់ចោលឡងមិនបាននោះទេតែរឿងសំណាងល្អមួយនោះគឺប៊ីយ៉ាវមិនទាន់បែកការលុយភ្លាមគ្រប់គ្នាក៏ចាប់អារម្មណ៍ទៅមើលស្ដេចត្រាញ់ដែលកំពុងតែដើរមកដល់ឈូសៀវក៏រំភើបញាប់ញើក្នុងចិត្តផងដែរចង់ជួបមុខអាប៉ែកនឹងដោយផ្ទាល់ស្ដេចត្រាញ់ដើរចូលមកជិតយួនហ្វៃក៏មកណែនាំអូខ្លាញ់ទៅកាន់ឈូសៀវចឹងទៅអ្នកទាំងពីរក៏សម្ដែងនៅការគួរសមហើយឈូសៀវក៏មានអារម្មណ៍ដឹងថាអាប៉ែកស្ដេចត្រាញ់មួយនេះដូចជាមានចំហាយបិសាចអញ្ចឹងឯងតើបានថ្នាំពុលរបស់គេបរាជ័យរូគេដឹងការពិតភ្លាមថាស្ដេចត្រាញ់ពិតប្រាកដគឺត្រូវបានផ្លាស់ប្ដូរទៅដោយអាបិសាចមួយនេះឯងហើយស្ដេចត្រាញ់ខ្លាញ់ក៏ធ្វើជាសួរឈូសៀវថារឿងដែលគេបាននិយាយជាមួយកូនរបស់ខ្លួនមួយថ្ងៃមុនណាមានអ្នកផ្សេងដឹងអត់ឈូសៀវក៏សម្ដែងធ្វើពើសួរទៅវិញថាមានបញ្ហាអីមែនតែក្នុងចិត្តគឺព្យាយាមរកឱកាសដាក់ថ្នាំពុលអបកាច់នឹងម្ដងទៀតភ្លាមក៏ស្រាប់តែយន្តហ្វៃបានដួលប្រកអួតឈាមនៅនឹងកលែងបែបនេះស្ដេចត្រាញ់ខ្លាញ់ក៏សម្ដែងធ្វើជាបារម្ភធ្វើជាសួរសុខទុក្ខអាកូនណប់ចិត្តពុកកើតអីនឹងជួយឲ្យអូនឯងត្រូវថ្នាំពុលមិនបាច់ភ័យទេចាំឪប្រើកម្លាំងធាតុទៅបង្ក្រាបជាតិពុលអុយនឹងហើយវាសុខចិត្តសម្ដែងចឹងព្រោះដឹងថាបើសិនជាបែកការឡងនេះផែនការរបស់វានឹងគឺដឹងតែលាខ្ទេចអស់ហ្មងនិយាយចប់ក៏ចាប់ផ្ដើមប្រតិបត្តិការយន្តហ្វៃវិញគឺដកដង្ហើមផ្ទឹកឈូសៀវក៏ស្រែកគ្រប់គ្នាបញ្ញាប់ដកថយទៅព្រោះថ្នាំពុលមួយនេះវាខ្លាំងមែនទែនពួកអដែងអាចចែមក៏ស្ដាប់តាមអហ៊ានឈោចិត្តលៃហើយការពិតអាថ្នាំពុលមួយនឹងគ្មានអាណាគេឆ្ងាយក្រៅពីអបកាច់ឈូសៀវលៃលិនមិត្តក្នុងចិត្តទៀមផុតដាក់បានមួយឯងបន្ទាប់គឺដល់វេនឯងម្ដងភ្លាមក៏ស្រាប់តែកញ្ញាប៊ីយ៉ាវបានចេញមកវាប្រហាស្ដេចត្រាញ់ខ្លែងខ្លាយបែបនេះទាំងស្ដេចត្រាញ់ទាំងអ្នកគ្រប់គ្នាក៏គិតថាគឺជាប៊ីយ៉ាវដែលបានក្បត់ឯឈូសៀវគឺឆៅមែនទែនបានបច្ចេកប៊ីយ៉ាវបំផ្ទុះខ្លួនឯងចូលរឿងមួយនេះក៏ធ្វើស្ដេចត្រាញ់ខ្លែងខ្លាយពិតជាមិននឹកស្មានដល់ភ្លាមគ្រូយាយរបស់កញ្ញាប៊ីយ៉ាវក៏ចេញមកផ្លេតចោតប្រកាន់ស្ដេចត្រាញ់ថាមិនបានជារូបគេសម្លាប់នៅសិស្សទួតបនាងអញ្ចឹងទោះបីជាស្ដេចត្រាញ់ខ្លែងខ្លាយព្យាយាមនិយាយការពិតយ៉ាងណាក៏ដោយក៏នាងមិនជឿដែរហើយក៏ប្រកាសថាឈប់ support ស្ដេចត្រាញ់មួយនឹងឲ្យឡើងធ្វើជាស្ដេចទារីអត់និយាយច្រើនទៀតទេបញ្ចេញកម្លាំងធាតុដើម្បីវិបហាហើយបើតាមមើលលើការប្រយុទ្ធមួយនឹងគឺពិតជាមិនតូចនោះទេបាទសុទ្ធតែជាអ្នកខ្លាំងកញ្ញាម្នាក់ក៏មកសុំឲ្យឈូសៀវបញ្ញាប់ទៅជួយសម្រួលតែអ្នកគ្រូរបស់គេក៏ផ្ញើសារមកប្រាប់ថាមិនបាច់លូកដៃទេដាក់បញ្ជាឲ្យត្រឡប់ទៅវិញជាបញ្ញាប់ឈូសៀវក៏មិនបានភ្លើមិនបានអីដែរនិយាយលាយ៉ាងគួរសមទៅកាន់គ្រប់គ្នាដោយយកលេសថាខ្លួនមានកិច្ចការនៅឯផ្ទះអញ្ចឹងសុំទៅមុនហើយឯអ្នកគ្រូនេះវិញក៏កំពុងតែអង្គុយដៀលឈូសៀវថាប្រកែកសំរឿងមែនចាំមើលតាមមកដល់ដាក់ពីបេថ្មហ្មងនៅតាមផ្លូវគេក៏បានដើរកាត់យាយចាស់ដែលជាអ្នកខ្លាំងកម្រិតសេនអ្នកទៀតអញ្ចឹងក៏សួរទៅថានាងកំពុងតែទៅប្រឈប់នៅការប្រយុទ្ធមែននាងក៏ឆ្លើយថានឹងហើយព្រោះនាងគឺជាអ្នកការពាររបស់នគរមិនអាចឲ្យនគរមានចលាចលបានឈូសៀវក៏មិនបានខិតមិនបានអីដែរតរោអ្នកគ្រូគេវិញប្រសើរជាងគ្រាន់តែឃើញឈូសៀវចូលភ្លាមនាងក៏ស្ដីឲ្យភ្លេតស្ដីឲ្យគេថាចេះតែដើរលេងទៅពីអត់ដឹងថាទីក្រុងសិនជាងឥឡូវនេះកំពុងតែចលាចលទីអីឈូសៀវក៏ប្រាប់ថាបាញ់មិញគឺគេរវល់ជួបគ្នាជាមួយស្ដេចត្រាញ់ហើយឃើញសារអ្នកគ្រូហៅភ្លាមបានយកមកភ្លេតនេះនិយាយបដើក៏បិទទ្វារបិទព្អួយបដើអ្នកគ្រូក៏សួរថាគេដឹងអត់មិនបានជាស្ដេចត្រាញ់ទៅឆ្លោះគ្នាជាមួយព្រះនាងចំនួនមុនរបស់រាជវាំងជូឈៀងអញ្ចឹងឈូសៀវដើមអបចកែនាងហើយតបថាអានឹងមិនសំខាន់នោះទេរឿងដែលសំខាន់ស្ដេចត្រាញ់ឥឡូវនេះគឺគ្រាន់តែជាបិសាចដែលបន្លំខ្លួនតែប៉ុណ្ណោះហើយបិសាចមួយនឹងទៀតសោតគឺខ្លាំងមែនទែនអ្នកគ្រូបើតាមយោបល់របស់ខ្ញុំទីក្រុងសាន់ឈៀងមួយនេះដូចជារាំងគ្រោះថ្នាក់បន្តិចអញ្ចឹងពួកយើងរត់ទៅល្អឯអ្នកគ្រូក៏សួរបកហើយមានឯងសន្យាជាមួយព្រះនាងទី7ថានឹងជួយនាងទីអីអាមិនបានជាមានគ្រោះថ្នាក់ភ្លាមចង់រត់ភ្លេតអញ្ចឹងអាយ៉ាអ្នកគ្រូឯងដឹងអីអានឹងគេហៅថាយុទ្ធសាស្ត្រប្រុងប្រយ័ត្នស្រីដូចជាអ្នកគ្រូឯងគឺមិនយល់ទេបានលឺភ្លាមនាងក៏មកភ្លេតជួយអានេះហ៊ានដៀលអញផងហើយមិនចង់ស៊ីថ្មងមែនតែឈូសៀវក៏គំរាមទៅវិញអ្នកគ្រូឯងកុំភ្លេចថាខ្ញុំអាចសៀលនៅកម្រិតវឹកហាត់របស់អ្នកគ្រូបានគ្រប់ពេលវេលាហើយអ្នកគ្រូឯងឥឡូវដូចជាប្រហើនដល់ហើយភ្លេចមេរៀនលើកមុនហើយមែនហើយឥឡូវយើងរំលឹកមេរៀនម្ដងទៀតទៅណោះអ្នកគ្រូក៏ប្រកែកថាមិនកើទេឥឡូវថ្ងៃចេះនឹងឈូសៀវតបអាយ៉ាអ្នកគ្រូពួកយើងដូចជាមិនដែលខ្វល់រឿងយប់ហើយក៏ថ្ងៃណាហើយណាមួយបិទតែភ្នែកទៅមេឃគឺដឹងតាងឹតនិយាយចប់ក៏ទៅយកកណាត់នឹងមកចំភ្នែកបនាងបិទអុយឯអ្នកគ្រូវិញគឺនៅតែមួមកអារឿងដែលគេបានសៀលកម្រិតវឹកហាត់បនាងប៉ុណ្ណោះតែឈូសៀវគឺអត់ចង់ទេបាទមកសន្ទុះក្រោយដោយសារតែគ្មានកម្រិតវឹកហាត់អ្នកគ្រូនេះគឺអស់កម្លាំងខ្លាំងយកទៅមែនទេឈូសៀវដើរចេញមកក៏សួរបនាងទី7ថារឿងដែលឲ្យតែស៊ើបព័ត៌មានរបស់ចៅឡុងនឹងដល់ណាដល់ណីអីនាងក៏តបថាបានជោគជ័យហើយចឹងទៅតែក៏រំលឹកគេថាមានអីជាប់លើថ្ពាល់លោកឈូសៀវក៏អង្វែដានមានអីទេឆ្មាខ្ញៅហ្នឹងឮហើយនាងគឺគាំងមែនទេតែភ្លាមក៏មានកញ្ញាម្នាក់ទៀតបានរត់ស្រែកយកដំណឹងមិនល្អមកប្រាប់ទៀន
មានប្រលឹងរបស់អ្នកគ្រូបនាងគឺបានរលត់អីអូខេគឺជាយាយចាស់ដែលបានជួបគ្នាវិញមិញណាយើងកាត់មកមើលស្ដេចត្រាញ់ខ្លែងខ្លាយបានសួរនៅបរិសុទ្ធអាត់កំបាំងម្នាក់ទៀតថាម៉េចបានជាសម្លាប់យាយចាស់ម្នាក់នឹងអញ្ចឹងដឹងអត់ថាយបៈនឹងគឺតំណាងឲ្យបកថៃស៊ូស្ដេចត្រាញ់ខ្លែងខ្លាយក៏ឈឺក្បាលបន្ទយព្រោះដឹងថាបកថៃស៊ូដឹងតែបញ្ជូនមនុស្សមកស៊ើបអង្កេតមិនខានហើយផែនការរបស់ពួកគេក្នុងការចម្រាញ់ទងពលឹងនឹងដឹងតែបីការខ្ទេចតែបរិសុទ្ធអាត់កំបាំងក៏ប្រាប់ថាមិនបាច់ភ័យនោះទេវាបានហុំពាត់នៅទីក្រុងសាំងលេងមួយនេះទាំងមូលរួចហើយក្នុងរយៈពេល2ម៉ោងពួកគេគឺមិនអាចផ្ញើសារទៅកាន់ខាងក្រៅបាននោះឡើយហើយនៅក្នុងទីក្រុងសាំងជិងទាំងមូលទៀតសោតចៅឡុងដែលជាអ្នកខ្លាំងកម្រិតសេនតែមួយគាត់ក៏ត្រូវបានពួកគេចាប់ខ្លួនបានទៀតអញ្ចឹងសួរថាតើមានអាណាគេទៀតដែលអាចបញ្ឈប់ពួកគេបានតែស្ដេចត្រាញ់ខ្លែងខ្លាយក៏នៅតែបារម្ភអំពីហូលីសាន់របស់ប៉ាថៃស៊ូដែលជាឈូសៀវតែបរិសុទ្ធអាត់កំបាំងគឺមិនមានខ្លាចអីនោះឡើយស្រេចថាឈូសៀវកាកនឹងញិចតែបន្តិចគឺដឹងតែងើបហើយអញ្ចឹងកុំអោយនៅឥតប្រយោជន៍ច្រើនចាប់ផ្ដើមផែនការរើហែងទៅកាន់រាជវាំងហើយបំផ្លាញអរិយវេទមន្តពួកវាចូលទោះអញទៅរៀបចំអរិយវេទមន្តបូជាឈាមកាត់មកដល់ឈូសៀវឯនេះវិញក៏កំពុងតែមើលរូបភាពរបស់បរិសុទ្ធអាត់កំបាំងធ្វើការសម្លាប់ទៅកាន់យាយចាស់អ្នកគ្រូក៏លិនមើលថាប៉ែនឹងគឺពិតជាខ្លាំងបូករួមទៅខាងសត្រូវគឺមានអ្នកខ្លាំងកម្រិតសេនដល់ទៅ2ឯណោះឈូសៀវក៏លើកឡើងថាខ្លួនគឺមិនអាចផ្ញើសារទៅកាន់ប៉ាបានឡើយបែបនេះក៏សួរអ្នកគ្រូយល់អស់ពួកយើងគួរតែរត់ទៅដឹងអីយកតែគ្រួសារជើទៅជាមួយគឺជាការស្រេចបាត់តែអ្នកគ្រូគឺមិនយល់ព្រមនោះឡើយបើសិនជារត់ឥឡូវនេះហាមនុស្សរាប់លានអ្នកនៅក្នុងទីក្រុងដឹងតែងាប់ខ្ទេចទាំងអស់ឈូសៀវអាចទៅបានតែនាងគឺមិនអាចព្រោះការពារមនុស្សលោកធម្មតាគឺជាទួនាទីរបស់បកថៃស៊ូពួកគេឬហើយឈូសៀវក៏មិនបានបញ្ចុះបញ្ចូលអីនាងទៀតដែរចាប់ដៃនាងរួចក៏ប្រាប់ឲ្យនាងធ្វើដំណើរទៅកាន់រាជវាំងជាបញ្ញាប់ហើយក៏ព្យាយាមទៅបំផ្លាញស្នូលទាំង99របស់អរិយវេទមន្តចោលទាំងអស់ទៅអ្នកគ្រូក៏សួរហើយចុះឯងទៅណាចម្លើយគឺជីវិតរបស់ខ្ញុំមានតម្លៃខ្លាំងណាស់អញ្ចឹងអ្នកគ្រូឯងមិនបាច់ភ័យទេខ្ញុំដឹងទៅរត់ពួនដែរចុងក្រោយក៏ផ្ដែផ្ដាំឲ្យនាងប្រយ័ត្នខ្លួនអញ្ចឹងទៅឬហើយម៉ងឌៀក៏ពេញចិត្តប្រាប់ឲ្យគេនៅតែស្ងៀមទៅកុំធ្វើអីព្រាយផ្ដាស់វាមានគ្រោះថ្នាក់និយាយចប់ក៏ចាប់ផ្ដើមចេញដំណើរឈូសៀវក៏និយាយលាចុងក្រោយអូខេអ្នកគ្រូចាស់ឯងមើលថែខ្លួនឯងផងឬតែពាក្យចាស់ភ្លាមគឺស្ទើរតែចពប់ជើងដួលត្មងរួចមកនាងក៏មកបញ្ឈប់ស្ដេចបិសាចមកពាន់ដាក់ឡើងផ្ទុះដៀងធ្វើវាឆ្ងល់មែនទែនថាម៉េចបានជានាងស្ថិតក្នុងទីក្រុងសាំងជិងអញ្ចឹងម៉ងឌីអត់ឆ្លើយបែរជាសួរវាថាពិតជាបានបន្លំខ្លួនធ្វើជាស្ដេចត្រាញ់មានក្អត់ស្ដេចបិសាចមុខមកពាន់ក៏ខ្លាចក្នុងការទួលស្គាល់ដែរបែបនេះក៏ធ្វើម៉ងឌីខឹងសម្បាលោតចូលទៅវិបហាដោយប្រើវិជាគុណដៅតកកស្នេហ៍ទី1បិសាចមុខមកពាន់ក៏មានខ្លាចនៅឡើយដាក់ម្ដៅតបមកវិញបីកម្លាំងធាតប្រៅម៉ងឌីរបួសស្រែកតែក៏នៅតែលោតចូលមុខប្រើស្នេហ៍ដៅទី2ទៀតអញ្ចឹងបែបនេះក៏ធ្វើឲ្យបិសាចមុខមកពាន់លិនមើលថាមីឈួតនឹងហៅឲ្យអាពលឹងខ្មៅមកជួយព្រោះដឹងថាមិនចដៃគូអាពលឹងខ្មៅក៏តិនពេលទៀតបានមកកាំងមុខនាងហើយប្រើមរៀបបិសាចត្រង់រងជាប់ក៏មកដៀបបិសាចមុខមកពាន់ថាពិតជាកាកមានអាមុខមកពាន់ក៏បកស្រាយថាយបៈនេះបន្ទាប់ពីទន្លុះតនៈកាលហើយដូចជាខ្លាំងដល់ជាហេតុពលឹងខ្មៅក៏បបួលវារួមដៃគ្នាមិនជឿទេថាពីរវាយមួយហើយវាយមិនឈ្នះបិសាចមុខមកពាន់ក៏អូខេបញ្ចេញកម្លាំងធាតត្រៀមខ្លួនតែភ្លាមសកម្មភាពក៏ត្រូវផ្អាកព្រោះដឹងថាគុកក្រោមដីរបស់ខ្លួនគឺកំពុងតែមានអ្នកសម្រុកចូលទៅហើយពលឹងខ្មៅក៏បញ្ជាឲ្យវាទៅមើលឋានការសិនទៅព្រោះមិនអាចឲ្យចូលឡងរួចខ្លួនបានឡើយប្រយ័ត្នស្វ័យទាំងអស់គ្នាវិញបែបនេះបិសាចមុខមកពាន់មូមកខ្លាំងមែនទែនអបកិច្ចណាបំផ្លាញផែនការរបស់អញវិញមកដៀបព្យាយាមទៅខិតប៉ុន្តែក៏ត្រូវបានពលឹងខ្មៅមកកាក់មុខកាត់មកដល់ឈូសៀវវិញអ្នកគ្រូក៏ផ្ញើសារមកស្ដីឲ្យគេពីចម្ងាយតែម្ដងអាសេះចោលមកទៀតហើយឯងមាននិយាយថាទៅពួនទេអីឥឡូវមកបង្កបញ្ហាទៀតឥឡូវបិសាចមុខមកពាន់កំពុងតាត្រូវឯងហើយចឹងប្រយ័ត្នខ្លួនបន្តិចបើឯងមិនឈ្នះទេរត់ឈូសៀវជួយសង្គ្រោះស្ដេចត្រាញ់ពិតប្រកបបដិតបមួយនាងបដិកុំឲ្យបារម្ភពលឹងខ្មៅនេះវិញក៏ប្រាប់ម៉ងឌៀកុំឲ្យនាងរើបំរាស់ទៀតអីចូលប្រូបដេកជាមួយគេបង្កើនកម្រិតហ្វឹកហាត់ឲ្យគេតាមសម្រួលមកចាំគេលើកលែងជីវិតអុយនិយាយចប់ក៏ចាប់ផ្ដើមបញ្ចេញទៅទងពលឹងរបស់ខ្លួននឹងសើចយ៉ាងរោគចិត្តខ្លាំងមែនទែនហើយទងពលឹងមួយនឹងក៏ចាប់ផ្ដើមស្រូបយកនៅឈាមរបស់មនុស្សជាច្រើនម៉ងឌៀឃើញហើយក៏ដឹងថាមិនល្អភ្លេតព្រោះអរិយវេទមន្តឈាមត្រូវបានចាប់ផ្ដើមហើយប្រជាជននៅខាងក្រោមវិញក៏ស្រែករត់យកតែប្រាយោព្រោះត្រូវបានវិបហាដោយទងពលឹងស្រូបយកឈាមហើយស្រូបយកពលឹងទៀតតែភ្លាមក៏ស្រាប់តែស្ដេចត្រាញ់ពិតប្រាកដបានហក់ឡើងមកប្រាប់ថានឹងរូបដៃជាមួយនាងល្មមឃើញហើយនាងក៏សប្បាយចិត្តបញ្ញាប់សួរពីសក់ទុករបស់ឈូសៀវស្ដេចត្រាញ់ក៏ប្រាប់ការពិតថាឈូសៀវកំពុងតែព្យាយាមបញ្ជាពេលរបស់ស្ដេចបិសាចមុខពាន់អញ្ចឹងគឺតម្រូវឲ្យពួកយើងបញ្ញាប់ទៅចាត់ការពលឹងខ្មៅចូលឃើញស្ដេចត្រាញ់មិនទៅងាប់ពលឹងខ្មៅមូមកខ្លាំងមែនទែនដាក់បតាសាមុខពាន់ថាពិតជាអត់ប្រយោជន៍ហើយដឹងថាមិនស្រួលក៏ដាក់មេប្រួយភ្លេតអ្នកទាំងពីរក៏មិនអនុញ្ញាតនោះឡើយដេញតាមលើពគាម៉ងឌៀបន្តប្រើស្នេហ៍ដៅតកកវិបហាធ្វើឲ្យពលឹងខ្មៅរងផងកកផងឡើងរួញពងអស់ហើយតែដកទាំងហើមមិនទាន់ទេព្រោះស្ដេចត្រាញ់លោតចូលមកម្នាក់ទៀតចាក់មកលពេញច្រច់ស្រែកធ្លាក់លើដីប្រហើយគេក៏ស្រែកឲ្យម៉ងឌៀទៅជួយមើលហូលីសាន់ទៅទូកន្លែងនេះខ្លួនដោះស្រាយម៉ងឌៀក៏ជឿស្របព្រោះដឹងថាអាសេះចោមសៀតរបស់ខ្លួននឹងទើបតែនៅដំណាក់កាលប៊ីអានប៉ុណ្ណោះមិនដឹងថាគេអាចរត់គេចពីអ្នកខ្លាំងកម្រិតសេនបានឬក៏អត់នោះទេហើយយើងកាត់មកមើលឈូសៀវវិញម្ដងដែលវានឹងគឺមិនមែនរត់គេចពីបិសាចមុខមកពាន់ឡើយយើងក៏បានឮសលេងបិសាចមុខមកពាន់ស្រែករូបម៉ែរូបឪបើតាមមើលទៅក៏ឃើញថាបិសាចមុខមកពាន់រត់ឡើងយកប្រាយយុះឈូ
ឈូសៀវវិញគឺដេញតាមទាំងដោះអាវតែម្ដងមុខមកប៉ាន់គំរាមបើឯខ្លាចឯកុំដេញតាមអញមើលបើដេញតាមអញទៀតប្រយ័ត្នតែអញលោតចុះពីលើអាគារហ្នឹងហើយល្វល់តែនិយាយភ្លេចមើលក្រោមក៏ពិតជាលោតធ្លាក់ពីលើអាគារហ្នឹងមែនកាប់មុខក៏ហ៊ីងបាទអស់សំណើចមែនទែនគ្រប់គ្នាគឺកៀងជាខ្លាំងចុយហើយមានអាប្រកាច់ហ្នឹងជាអ្នកខ្លាំងកម្រិតសេនទេអីឈូសៀវហក់ឡើងទៅលើតបូលហើយស្រែកហេហែលនឹងលួយគ្រប់គ្នាឃើញរូបភាពទាំងអស់នេះក៏អាចទីបានហើយថាជាស្នាដៃរបស់ឈូសៀវមិនខាន់ចាប់ផ្ដើមសរសើរថា Holy Sun របស់ប៉ាក់ថៃស៊ូគឺពិតជាសង្ហាមែននឹងហើយមើលទៅគេឈ្មោះរបស់គេដឹងតែល្បីល្បាញទៀតហ៎